កុំតន់មកយើងតែមានស្មារតីលេងមកតែមកឥឡូវមីងសួរចាកូនឯងមកមកអ្នកកូនថាលឺទៅពេកកូនឯងមកពីកាលកូនទៅពេកអត់ថាអត់ច្បាស់បានយកទៅពេកអីកពីទៀតទាំងណាកូនទាំងណាទៅពេកអីយ៉ាជំនាញប្រយ័ត្នខ្មាស់ចុះទៅឥឡូវខ្ញុំសួរតែចិនផោវិញចាមុខមហូបចាសឡការីគេបងអីកូនបងទៅពេកហើយល្អចាថាញ៉ាំកូនណាចាសឡមកជូរគ្រឿងគេបងអីកូនពេកកពីទៀតសឡកកោគេបងអីកូនទៅពេកកពីទៀតសឡឆាគេបងអីកូនទៅពេកកពីទៀតឥឡូវផ្អែមសំចាគេបងអីកូនទៅពេកកពីទៀតហើយបងផ្អែមសំចាបងកពីកូនឯងទុកចែកមិត្តភក្តិកូនឯងញ៉ាំមកបាយកើយមីងណាកូនណាទៅពេកសំណួរចំក្រោយស្ដាប់បន្តណាស្ដាប់តនៅឆ្នែកចាច់មើលសំណួរនេះចាសំណួរចំក្រោយសំណួរសួរថាពេលដែលកូនរៀនចប់មានការងារល្អធ្វើតើកូនឈប់សិនបាទតើកូនចង់បានភរិយាមកដូចអីកូនពេកចង់បានភរិយាមកដូចអីទៅពេកវិញជូនបងណាកូនណាសូមឲ្យកូនរៀនបានជោគជ័យហើយមានការងារល្អឲ្យកូនបានភរិយាមកដូចពេកទៅជាចាញ់ទៅមីងថាលេទេព្រោះតែមីងឲ្យកូនឯងនិយាយកូនឯងពិបាកនិយាយពេកបានមីងឲ្យនិយាយពាក្យដដែលណាកូនណាចាឥឡូវចេះឥឡូវកូនឯងចេះរាំចង្វាក់ខ្មែរកូនបាទđấy ភ្លេចមកយើងជាខ្មែរចារាំពងក៏នៅចេះរាំហ៎ចាមើលឥឡូវសាបន្តិចអេអត់ទាន់មានស្គរផងមានភ្លេងហ្នឹងអត់ឲ្យផ្លែទៅពូញាក់បាត់ញាក់ណាចាឥឡូវកូនឯងចាំមើលណាខុសពីយើងឥឡូវមីងប្រាប់កូនឯងមួយចារាំចង្វាក់ប្រពៃណីខ្មែរគឺរាំស្អាតណាស់ពីជំនាន់មុនជឿសុម៉ាចាម៉ាក់ប៉ាចារាំស្អាតណាស់មិនដូចក្មេងឥឡូវមិនមែនបន្ទោទេគឺដោយសម័យណាកូនណាចាប៉ុន្តែពីមុនបាត់រាំវងគេរាំស្អាតណាស់ចាតួប្រុសនិងតួស្រីចាគេរាំពីមុខពីក្រៅគ្នាហើយគេងាកមុខដាក់គ្នាញញឹមដាក់គ្នាចេះណាកូនណាចាមកទេវតាបរៀនតិចមើលចាហើយកូនឯងចាំរាំណាអត់ចេះរំអត់ចេះរំឥឡូវអត់ចេះរំជ្រៀងចេះអត់អត់ចេះធ្វើខ្ញុំឲ្យធ្វើតាប៉ុណ្ណឹងឯងធ្វើគ្រូឯងខ្ញុំញ័រណាព្រោះដល់